ឱកាសពីបាយ័ន Goal 1-0 លីណាតកិលក្លាកូវ័យ17ឆ្នាំយុវជនរបស់បាយ័នផ្ទាល់បើជាអ្នកសុទ្ធគ្រាប់បាល់ទី1ឲ្យបាយ័នដាក់ការនាំមុខទៅលើក្រុមបាក្លឹបប្រូកបាទ1-0 បាទលីណាតកិលក្លាកូវ័យ17ឆ្នាំបាទនេះរូបភាពយើងបាទនេះគឺជាគ្រាប់បាល់ដំបូងរបស់កណាត់កិលបាទបន្ទាប់ពីបង្ហាញខ្លួន8លើកឲ្យបាយ័នបាទបង្ហាញខ្លួន8លើកឲ្យបាយ័នគេសុទ្ធបញ្ចូលទីមួយគ្រាប់និងអាស៊ីបាល់បានម្ដងផងដែរបាទអញ្ចឹងបានមួយគ្រាប់ហើយបាយ័នបាទនាំមុខ 1-0 បាទទៅលើក្លឹបប្រូកបាទស្អាតណាស់បាទការអស់យកទៅសុទ្ធយកតែម្ដងបាទលីណាតកិលបាទបងមនីសោមកមួយគ្រាប់គឺក្លាកូវ័យក្មេងបាទលីណាតកិលឥឡូវមួយគ្រាប់ទៀតហើយបាទ Hurricane ជាអ្នកសិតគ្រាប់បាល់ទី2ឲ្យបាយ័នដាក់ការនាំមុខបាទ2-0ទៅលើក្លឹបប្រូកក្លាកូខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ32ឆ្នាំបាទ Hurricane បាទរដូវកាលនេះបង្ហាញខ្លួនឲ្យបាយ័ន12ប្រកួតទាំងប្រកួតនេះហើយសុទ្ធបញ្ចូលទីគឺ20គ្រាប់ Hurricane អាស៊ីបាល់ឲ្យមិត្តរួមក្រុមបាទរហូតដល់3ដងនេះការបញ្ជូនមកប្រឡោះជើងខ្សែការពារ Odanes ចុងក្រោយក៏សម្រេចគ្រាប់បាល់ទី2ឲ្យបាយ័នបាទ 2-0 ណាបងប្អូនយើងបាទ 2-0 បាទល្អមែនតើបាទរដូវកាលថ្មីបាទ Hurricane បាទសុទ្ធបញ្ចូលទី20គ្រាប់ទាំងគ្រាប់នេះហើយបាទនៅ UEFA Champions League គេសុទ្ធបាន5គ្រាប់បាទបន្ទាប់ពីបង្ហាញខ្លួនបាន3លើកឲ្យបាយ័នឱកាសសុទ្ធស្ដាម Goal 3-0អាយយមកបាយ័នដាក់ការនាំមុខបាទ 3-0 ត្រឹមតែរយៈពេល33នាទីតែប៉ុណ្ណោះបាទបាយ័ននាំមុខ 3-0 ទៅលើបាទក្លឹបប្រូកបាទការសុទ្ធបញ្ចូលទីដោយ Luis Diaz បាទ Diaz បាទសប្តាហ៍ថ្ងៃបាទបង្ហាញខ្លួនបាន12លើកឲ្យបាយ័នសុទ្ធបញ្ចូលទីបាន7គ្រាប់និងអាស៊ីបាល់បាន4ដងផងដែរនេះការសុទ្ធស្អាតមែនទែនបាទប្រិមត្តយើងអញ្ចឹងលទ្ធផលជាបដសនបាទគឺ3-0 Michael Olise ឱកាសសុទ្ធស្ដាម Time Goal Nicholas Jackson សុទ្ធមួយគ្រាប់ជួយឲ្យបាយ័ននាំមុខ 4-0 ទៅលើក្លឹបប្រូកបាទនេះគឺជាគ្រាប់បាល់ទី2របស់ Nicholas Jackson ឲ្យបាយ័នបន្ទាប់ពីបង្ហាញខ្លួនបាន8លើកបាទគិតជានាទីនេះគឺ281នាទីបាទរកបាន2គ្រាប់ហើយនឹងអាស៊ីបាល់បាន1ផងដែរឲ្យបាយ័នរដូវកាលនេះបាទនេះរូបភាពយឺតការបញ្ជូនស្ដាំបាទចុងក្រោយក៏បាទសុទ្ធមកជួយបានម្ដងហើយពីអធិស្ឋានបាទការបញ្ជូនមិនមែនសុទ្ធប៉ះអ្នកចាំទីប៉ះខ្សែការពារបាទភ្នែកដល់ហើយបាទអ្នកដែលថែមគឺ Nicholas Jackson បាទ 4-0 បាទញ៉ាកដាផ្លុំវិឆ័យបញ្ចប់ការប្រកួតបាទជាផ្លូវការទៅហើយបាទអបអរសាទរបាទជាមួយនឹងក្រុមបាទបាយ័នបាទជាអ្នកទទួលបានជ័យជំនះទៅលើក្រុមបាទក្លឹបប្រូកនៅក្នុងលទ្ធផលបាទ4-0បាទទទួលបាន3ពិន្ទុនៅក្នុងការប្រកួតបាទ UEFA Champions League បាទជុំទី3នៅក្នុងថ្ងៃនេះបាទដោយ3ប្រកួតបាយ័នគឺឈ្នះទាំង3យកតែម្ដងបាទចឹងការប្រកួតយើងក៏ដល់ទីបញ្ចប់ក៏សូមអរគុណបងប្អូនដែលចូលទស្សនាតាំងពីវគ្គទី1រហូតដល់ចុងបញ្ចប់នៃការប្រកួតនេះក៏សូមជូនពរឲ្យសុខវាល្អសំណាងល្អទាំងអស់គ្នាបាទយើងជួបគ្នានៅក្នុងការប្រកួតបាទក្រោយទៀតបាទចឹងសម្រាប់ពេលនេះដែរបាទខ្ញុំបាទអង្គចរ៉ាត់បាទរួមទាំងក្រុមការងារ Export ក៏សូមអរគុណនិងសូមគោរពលា